ព្រះពុទ្ធបដិមាកម្ពស់108 ម៉ែត្រនៅលើភ្នំបូកូកំពុងតែលេចរូបរាងឡើងក្រោមសទ្ធាជ្រះថ្លានឹងការចូលរួមពីពុទ្ធបរិស័ទគ្រប់ទិសទីរហូតមកដល់ពេលនេះមានបងប្អូនពុទ្ធបរិស័ទជាច្រើនបានចូលរួមភ្ជាប់និស្ស័យចាប់មគ្គផលក្នុងគម្រោងដែលជាសម្បត្តិវប្បធម៌សាសនាដែលស្ថិតនៅលើទីតាំងប្រវត្តិសាស្ត្រមួយនេះសម្រាប់បងប្អូនពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លានិងប្រាថ្នាចូលរួមក្នុងគម្រោងនេះអាចចូលរួមចំណែកតាមកម្លាំងសទ្ធាជ្រះថ្លាក្នុងការកសាងព្រះពុទ្ធបដិមាអង្គធំឬចូលរួមកសាងជាម៉ែត្រការ៉េគឺបច្ច័យចំនួន$600ក្នុង1ម៉ែត្រការ៉េលើសពីនេះទៅទៀតបងប្អូនក៏អាចចូលរួមជាវព្រះពុទ្ធបដិមាអង្គតូចៗចំនួន84,000អង្គដែលនឹងត្រូវរៀបចំតម្កល់នៅតាមជញ្ជាំងក្រោមបល្ល័ង្កព្រះពុទ្ធបដិមាអង្គធំអ្វីដែលកាន់តែពិសេសនោះគឺព្រះពុទ្ធរូបនីមួយៗអាចចរិកឈ្មោះបានមិនថាជាឈ្មោះផ្ទាល់ខ្លួនឈ្មោះអ្នកមានគុណឬឈ្មោះមនុស្សជាទីស្រឡាញ់ការចូលរួមកសាងព្រះពុទ្ធបដិមាអង្គនេះមិនត្រឹមតែជាកិច្ចបូជាគុណថ្វាយចំពោះព្រះសម្មាសម្ពុទ្ធដើម្បីទទួលបានមហាកុសលផ្ទាល់ខ្លួននោះទេតែជាការរួមចំណែកដ៏អស្ចារ្យនៅក្នុងការថែរក្សានៅអត្តសញ្ញាណនៃវប្បធម៌សាសនាព្រោះព្រះពុទ្ធបដិមាអង្គនេះនឹងគង់នៅជាសម្បត្តិវប្បធម៌សាសនាជាតិតជំនាន់សម្រាប់ជាទីសក្ការៈដ៏ឧត្តមឧត្តមរបស់ពុទ្ធសាសនិកជនទាំងអស់សម្រាប់បងប្អូនពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លាចង់ភ្ជាប់ឧបនិស្ស័យនៅក្នុងគម្រោងដ៏អស្ចារ្យនេះសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទដែលមាននៅលើវីដេអូនេះសូមអរគុណ